ដំបូងយើងចេញពីចុងជាយនឹងមក37បន្ទាប់មកកន្លែងហ្នឹងយើងជីប3លេខយើងបូកថែម3លេខទៀតមកហើយយើងចែកជា2យកចំណុចកណ្ដាលបន្ទាប់មកដើម្បីគូសចំណុចតគៀកឲ្យបានត្រង់យើងចេញពីជាយខាងនោះមក38កន្លះមកបានចំណុច1ហើយយើងគូសត្រង់មកអាចចំណុចកន្លែងយើងជីបហ្នឹងចំណុចកណ្ដាលមកបន្ទាប់មកយើងយកអាតគៀក90ហ្នឹងចែកជា2បាន45ហ្នឹងយើងវាស់ចេញពីអាគំនូសតគៀកហ្នឹងមកយក45ហើយគូសចំណុច1ហើយខាងលើហ្នឹងយើងចេញមក45ដូចគ្នាយើងគូសចំណុច1ហើយយើងគូសត្រង់យើងបានចំណុចតគៀកមួយទៀតបន្ទាប់មកយើងចេញពីគំនូសតគៀកហ្នឹងមក11ហើយខាងលើនេះ11ដែរហើយយើងគូសត្រង់មកបន្ទាប់មកយើងយកចង្កេះយើង37ដក7ស្មើ30បូក2ស្មើ32យើងគូសចំណុច1យក30ដដែលហ្នឹងដក1ស្មើ29គូសចេញពីចំណុច32ហ្នឹងមកដល់ចុងមកគូសយកចំណុច1ទៀតហើយកណាត់ដែលសល់យើងកាត់ចេញក្រណាត់ដែលសល់ហ្នឹងយើងកាត់ចេញទៅយើងយកតែមួយគ្រាន់មកសពុតហ្នឹងបានហើយ